ថ្ងៃនេះខ្ញុំចេញដំណើរនេះបងប្អូនថ្ងៃនេះជាថ្ងៃដែលអាកាសធាតុហ្នឹងមិនអំណោយផលទេហើយមើលតែមេឃទៅក៏ដឹងថាអាប់អួរដែរប៉ុន្តែទោះយ៉ាងណាក៏ដោយគឺត្រូវទៅឲ្យបានដោយសារតែរបស់ដែលយើងត្រូវរកត្រូវចង់បានហ្នឹងគឺវាមានតែពេលដូចថាពេលមានភ្លៀងធ្លាក់អីចឹងណាបងប្អូនទាំងអស់គ្នាតែដើម្បីកុំឲ្យខាតពេលឥឡូវទៅមើលបងស្រីខ្ញុំថាខ្ញុំហើយនឹងគាត់ទៅណាខ្យងទៅថៃខ្យងនិយាយថាដល់មកខ្យងណែអញ្ចឹងយើងបន្តដំណើរទៅមុខបន្តទៀតហើយបងខ្ញុំចាប់ថៃបានគាត់ថាចាប់ខ្យងបានអូយយ៉ាក់មកបងខ្ញុំឥឡូវយើងអត់មាននេះបាញ់ទេយើងបាញ់តែបងប្អូនឯងទៅហើយម្ដងនេះមេក៏នៅរៀងលឹមតិចដែរឥឡូវខ្ញុំក៏បានមកដល់ផ្ទះបងហើយក្មួយគាត់ក៏បានជូនពួកខ្ញុំទៅកន្លែងរកខ្យងរកក្តាមរកត្រីប៉ុន្តែកន្លែងនេះគឺអត់មានត្រីឡើងទេមានតែក្តាមហើយក្តាមនោះតោះតែយើងជីកទៀតដល់អញ្ចឹងពួកខ្ញុំអត់បានជីកបានអីទេបានរកតែខ្យងហើយរើសខ្យងនោះក៏មករើសក្រោយគេដែរដោយសារតែក្មួយប្រាប់ថាមានបងដែលគាត់ចូលមកធ្វើស្រែចម្ការហ្នឹងគាត់ក៏បានរើសទៅមុនយើងហើយចឹងណាដូចអញ្ចឹងទៅវាអត់សូវមានទេតែទោះយ៉ាងណាក៏ពួកខ្ញុំត្រូវតែមកឲ្យបានព្រោះអីយើងកម្របានមកចោះរើសខ្យងក្តាមចឹងបងប្អូនអើយភាគច្រើនគឺយើងច្រើនទៅទិញផ្ទាល់ទៅទិញនៅផ្សារអីចឹងណាប៉ុន្តែលើកនេះអត់ទេដោយសារតែបងស្រីខ្ញុំណាគាត់បានជិះមកដល់ឆ្ងាយពីផ្ទះហើយបានតាក់ទងមកមួយខ្ញុំស្រាប់តែមកយកខ្ញុំនៅផ្ទះវិញដើម្បីដឹងអីដើម្បីអីបងប្អូនគឺដើម្បីមើលរើសខ្យងក្តាមនឹងឯងចឹងហើយដើម្បីកុំឲ្យខាតជើងទោះបីជាមានតិចឬច្រើនឆ្ងាយឬជិតគឺយើងត្រូវតែរើសត្រូវតែរកឲ្យបានហើយក៏អរគុណក្មួយដែរសម្រាប់ការជូនមីងមកចឹងណាចាឥឡូវយើងចាប់ផ្ដើមរើសបានខ្យងមកខ្លះហើយបងប្អូននេះខ្យងនៅតាមវាស្រែក្រោយផ្ទះក្មួយខ្ញុំនឹងគឺមានតែប៉ុណ្្នឹងទេហើយអ្វីដែលពិសេសនោះគឺថាខ្យងនៅកន្លែងតំបន់ផ្ទះគាត់ហ្នឹងណាបងប្អូនគឺមានសុទ្ធតែខ្យងភាគច្រើនគឺខ្យងខ្មែរបងប្អូនដឹងស្រាប់ហើយយើងឥឡូវហ្នឹងគឺអត់សូវមានដូចថាយើងរកតាមវាស្រែចឹងអត់សូវមានខ្យងខ្មែរយើងទេភាគច្រើនមានតែខ្យងគេណាបងអូនខ្យងគេហ្នឹងដឹងតែខ្យងអ្នកណាហើយហ្នឹងឯងតែនេះពិសេសមែនតើបងស្រីខ្ញុំបានប្រាប់ថាអូនឯងមកផ្ទះបងមកនឹងតែមានខ្យងខ្មែរហើយអញ្ចឹងឥឡូវខ្យងខ្មែរយើងសាច់ផ្អែមឆ្ងាញ់បងប្អូនហើយបើសិនជាបានធំទៀតក៏រឹតតែអែមដែរប៉ុន្តែសម្រាប់បងប្អូនដែលគាត់ចូលចិត្តខ្យងធំឆ្ងាញ់ដូចខ្ញុំអញ្ចឹងប៉ុន្តែបងប្អូនដែលចូលចិត្តខ្យងទូចក៏ឆ្ងាញ់ដូចគ្នាដែរទៅតាមចំណូលចិត្តអញ្ចឹងណាឥឡូវពួកខ្ញុំចាប់ផ្ដើមដើររើសហើយលុកលុយពេញស្រូវពេញសែបងប្អូនតែរើសបានតើបងប្អូនទាំងគ្នាទោះបីជារើសក្រោយគេក៏ដោយតែយើងព្យាយាមគង់បានសម្រេចចានេះល្អមែនតើបងប្អូនអើយទូចអញ្ចឹងឯណាតែក៏មើលសាច់វាហាប់ណែនហ្មងហើយក្មួយខ្ញុំក៏បានជួយដើររើសដែរគាត់តែរើសខ្យងហ្នឹងឡើង 4-5 នាក់បងប្អូនអើយជួយរើសគ្នាទៅដើម្បីឲ្យឆាប់ហើយឆាណាមួយយើងឆាប់បានច្រើនអញ្ចឹងណាហើយបងប្អូនពេលដែលឃើញខ្ញុំរើសចឹងចង់មករើសអត់សប្បាយណាបងប្អូនអើយហើយបើសិនជារើសពេលដែលមេឃកំពុងតែភ្លៀងតិចមានអារម្មណ៍ថាសប្បាយកាន់តែសប្បាយព្រោះអីយើងបានមួយទឹកភ្លៀងឈឺឬជាយើងទុកមកដុំសិនបើថាពេលដែលយើងដើររើសខ្យងអីឬក៏ធ្វើការពេលមេឃកំពុងភ្លៀងចឹងវាអាចរងហានិភ័យចឹងណាបងប្អូនកូនរន្ទះអីចឹងណាប៉ុន្តែនេះគឺមេឃរាំងដែរហើយខ្យងក៏ចាប់ផ្ដើមឡើងមកអានោះរើសក្រោយគេផងណាបងប្អូនទាំងអស់គ្នានៅតែមានអញ្ចឹងអត់តែយើងសម្លឹងមើលបងប្អូនអើយតែយើងរើសដើរលឿនណាប្រកាសជាអត់បានខ្យងទៅផ្ទះត្រឡប់ទៅផ្ទះវិញទេចាឥឡូវចាប់ផ្ដើមរើសទៅរើសចុះរើសឡើងអត់មានគិតថាអត់មានគិតវែងគិតឆ្ងាយទេគឺគិតតែមួយយ៉ាងថាយើងរើសហ្នឹងយើងត្រូវយកទៅធ្វើអីខ្លះណោះបានម្ហូបអីខ្លះពួកខ្ញុំរើសបានច្រើនណាស់បងប្អូនដោយសារតែគ្នាខ្ញុំច្រើនដែរអញ្ចឹងណាអញ្ចឹងបើយើងយកទៅដល់ផ្ទះក៏យើងធ្វើម្ហូបបានច្រើនដែរហើយខ្យងសម្រាប់បងប្អូនចូលចិត្តដឹងហើយថាយើងអាចយកទៅធ្វើអីសម្លកកូរក៏ត្រូវសម្លតាពាំងក៏ត្រូវ
ហើយយកទៅចំហុយញ៉ាំមួយទឹកម្រេចទឹកប្រហុកឬមួយក៏យកទៅឆាគ្រឿងឆាក្តៅឬមួយក៏ទូចចឹងយកទៅអប់ជាមួយនឹងអំបិលម្ទេសក៏ឆ្ងាញ់ដែរបងប្អូនទាំងគ្នាឥឡូវខ្ញុំបន្តបេសកកម្មរើសខ្យងខ្ញុំទៀតអត់ទាន់ហើយទេព្រោះណាមួយយើងមកដូចខ្ញុំបានប្រាប់ពួកម៉ែបងប្អូនចឹងថាយូរយើងបានមករើសម្ដងហើយមកឆ្ងាយបងប្អូនដឹងនៅណាអត់គឺនៅក្នុងពពកចានៅផ្ទះបងខ្ញុំចាចឹងយូរយើងនិយាយទៅពួកខ្ញុំមិនដែលមករើសនៅហ្នឹងទេនិយាយថាឲ្យទោះបីជានៅណាក៏ដោយចាកុំហៅបានរើសណាបងប្អូនដែរប៉ុន្តែនេះដោយសារតែយើងណាត់គ្នាណាត់បងស្រីខ្ញុំយើងត្រូវតែមករើសសប្បាយបងប្អូនមានអារម្មណ៍ថាសប្បាយហើយបងប្អូនមកសម្លឹងទៅមើលទេសភាពចាធម្មជាតិជាមួយនឹងភ្នំកំពុងតែចុះអាប់ជាមួយនឹងពពកចាពពកនឹងមិនពពកខ្មៅពពកពណ៌សបែបដូចនៅគេហៅដូចនៅភ្នំពពកបងប្អូនទាំងអស់គ្នាអារម្មណ៍នៅកំពង់ឆ្នាំងតែនោះឡើងទៅដល់ណាទៅដល់ណីបាត់ហើយចាឥឡូវបងប្អូនបេសកកម្មរើសខ្យងក៏មិនតាន់ហើយទៀតរើសមិនឈប់តែហ្មងឯងចារើសឲ្យតាន់តែអស់ចិត្តបើចាំយើងត្រឡប់ទៅវិញបានខ្យងខ្មែរយើងច្រើនមែនតើបងប្អូនទាំងគ្នាហើយនៅតាមខ្ញុំអារម្មណ៍ខ្លាចតែមានឆ្លើងតាប៉ុន្តែក្មួយប្រាប់ថាអត់មានឆ្លើងទេនៅតាមវាស្រែជាពិសេសវាស្រែដែលអត់មានដូចជាកបីអីចុះចឹងណាបងអូនបើសិនជាមានកបីយើងប្រហែលជាមានឆ្លើងតែនៅតាមចែកអត់មានអូនមែនទេបងប្អូនអើយតោងគ្នា12 3ហ្មងអាណាទូចពេកក៏ខ្ញុំអត់យកដែរខ្ញុំដាក់នេះក្មួយគេជួយរើបានច្រើនណាគេដាក់ក្នុងមួកហើយជួយរើទាំងអស់គ្នាបងអូនតំណបានប៉ុណ្ណេះហើយនៅខ្យងនៅនឹងបងខ្ញុំទៀតចាហើយនេះក្មួយស្រីគេរើគេយកឆាត់ហ្នឹងមកទូពេលដែលភ្លៀងគេងុយទឹកហើយណាប៉ុន្តែដល់ពេលមីងបបួលមកចឹងទៅគេក៏ចូលរួមមករើខ្យងជាមួយមីងចឹងទៅក៏ទូឆាត់ហ្នឹងមកដល់ពេលទូឆាត់ហ្នឹងមកហើយគេក៏យកឆាត់ហ្នឹងមកជួយរើខ្យងយើងទៅចាឥឡូវមិនដឹងថារើខ្យងឬមកលក់បិជើងទេចានេះដោះស្បែកជើងខ្ទេចខ្ទីដូចខ្ទឹមអីចាដើរតាមវាស្រែយើងតន់តែដោះបិជើងដល់អីចឹងទៅมันស្រួលចាដើរឆ្លក់ផុកដើរផ្លុងចឹងទៅមិនតន់ចិត្តបងអូននៅឡើយតែពាក់បិជើងអីវែងឆ្ងាយតោះឥឡូវយើងរើបានច្រើនគូសំដែរហើយអត់តន់អស់ចិត្តទៀតនេះបងខ្ញុំនៅតែចង់រើសទៀតគាត់នឹងប្រកែបើសិនជាមានត្រីមានក្តាមអីណាបងអូនគាត់ចាប់គាត់រុករៀងទន្ទ្រានគ្នាទៅបានហ្មងហើយបេសកកម្មរើសខ្យងរបស់យើងក៏ត្រូវបានដល់ទីបញ្ចប់អរគុណពុកម៉ែបងប្អូនវីដេអូថ្ងៃនេះក៏មានតែប៉ុណ្្នឹងទេហើយសម្រាប់ការបញ្ចូលសម្លេងបើសិនជាមិនសូវឮច្បាស់អីអាចជាស្រ័យផងណាចាជួបនឹងខ្ញុំនៅវីដេអូក្រោយជម្រាបលាពុកម៉ែបងប្អូនទាំងគ្នាឥឡូវខ្ញុំយកខ្យងដើម្បីយកទៅធ្វើម្ហូបសិនហើយបាយបាយ